តាក់ទងមួយនឹងប្រព័ន្ធនៃការស្ទង់បរទេសជនមានកំហុសយើងអត់ដឹងទីតាំងខ្លះបញ្ហាកំហុសនឹងកើតឡើងរហូតដល់លើស10ឆ្នាំតាក់ទងជាមួយនឹងឧបករណ៍នៅលើប្រព័ន្ធនៃការស្ទង់ហើយទីតាំងណាមួយវាមានបញ្ហាគឺឧបករណ៍ DRS វាអាឡាជាព័ត៌មានឲ្យខ្ញុំដឹងអញ្ចឹងខ្ញុំអាចផ្ដល់ព័ត៌មានក្រុមការងារខ្ញុំទៅពិនិត្យមើលទីតាំងនឹងបានទាន់ពេលវេលាចំណុចសំខាន់សម្រាប់ខ្ញុំបំផុតត្មងណានៅលើ DRS ខ្ញុំអាច control ការបាត់បង់របស់ខ្ញុំបានប្រព័ន្ធរបស់ VP Start អត់សាំញ៉ាំច្រើនទេមានតែ smartphone មួយយើងមានតែប្រព័ន្ធ DRS computer របស់យើងគឺវាផ្ដល់ភាពងាយស្រួលដល់មនុស្សទូទៅហ្មងតាក់ទងជាមួយនឹងទីតាំងកន្លែងខ្ញុំគឺផ្ដោតសំខាន់បំផុតគឺការបាត់បង់ហើយមួយទៀតគឺតាក់ទងជាមួយនឹងប្រព័ន្ធនីតិការស្ទង់បរទេសជនកាលពេលដែលខ្ញុំអត់ទាន់បំពាក់ឧបករណ៍នៅលើប្រព័ន្ធនីតិការស្ទង់របស់ខ្ញុំជួបបញ្ហាច្រើនតាក់ទងមួយនឹងប្រព័ន្ធនីតិការស្ទង់បរទេសជនមានកំហុសយើងអត់ដឹងថាវាកើតឡើងមួយពេលណាយើងបដ ாய் ឲ្យនៃការខាតបង់ហ្នឹងវាកើនពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំទីតាំងខ្លះបញ្ហាកំហុសហ្នឹងវាកើតឡើងរហូតដល់លើស10ឆ្នាំមានទីតាំងដូចជាមាន3 4ទីតាំងបញ្ហាប្រព័ន្ធនីតិការស្ទង់ដែលមានកំហុសដំណើរការខុសប្រក្រតីហ្នឹងគឺលើស10ឆ្នាំចឹងហើយរយៈពេលនៃការខាតបង់របស់យើងហ្នឹងអា10ឆ្នាំដែលយើងអត់ដឹងហ្នឹងណាវារោបញ្ហាហ្នឹងអត់ឃើញពួកយើងទៅមើលតាការស្រង់អំណានអីចឹងពេលយើងអត់ដឹងថានីតិការហ្នឹងវាមានបញ្ហាបាច់ចរន្តពីពេលណាតាក់ទងជាមួយនឹងចរន្តទី1ទី2របស់នីតិការស្ទង់ដំណើរការបែបម៉េចប្រក្រតីអត់យើងអត់ដឹងពីចំណុចហ្នឹងទោះបីយើងព្យាយាមធ្វើការកែលម្អប្រព័ន្ធបណ្ដាញរបស់យើងមានការដំឡើងតាក់ទងជាមួយនឹងត្រង់សួរបន្ថែមយ៉ាងម៉េចក៏ដោយក៏ការបាត់បង់របស់យើងហ្នឹងក៏វាអត់ថមថយដែរវាថយដែរតែវាថយមិនដូចកម្រិតដែលយើងចង់បានបន្ទាប់ពីយើងតឡើងឧបករណ៍នៅលើប្រព័ន្ធនីតិការស្ទង់ហើយដាក់ភ្លាមយើងដឹងហ្មងថាទីតាំងកន្លែងហ្នឹងវាចាប់ផ្ដើមមានបញ្ហាបែបម៉េចអីបែបយើងចាប់ផ្ដើមដោះស្រាយផ្លាស់ប្ដូររៀបចំប្រព័ន្ធនីតិការស្ទង់ថ្មីដល់ពេលអញ្ចឹងទៅតាក់ទងvớiការបាត់បង់របស់យើងហ្នឹងក៏វាចាប់ផ្ដើមថមថយទីតាំងណាមួយវាមានបញ្ហាគឺឧបករណ៍ DRS វាអាឡាជាសលេងឲ្យខ្ញុំព័ត៌មានឲ្យខ្ញុំដឹងអញ្ចឹងខ្ញុំអាចផ្ដល់ព័ត៌មានក្រុមការងារខ្ញុំទៅពិនិត្យមើលទីតាំងហ្នឹងបានទាន់ពេលវេលាធម្មតាការប្រើប្រាស់វាមានទាំង3ហ្វាបើសិនជាហ្វាណាមួយវា0វាផ្ដល់ព័ត៌មានខ្ញុំចាត់តាំងក្រុមការងារខ្ញុំទៅសាកសួរព័ត៌មាននៅទីតាំងនៅវិញថាឃើញថាការប្រើប្រាស់ហេតុអីក្នុងកំឡុងពេលពីម៉ោងនេះដល់ម៉ោងនេះហេតុអីនៅចរន្តប៉ុណ្នេះវាស្មើ0អញ្ចឹងយើងសួរព័ត៌មានពីទេជនក៏ផ្ដល់ព័ត៌មានមកយើងវិញថាកំឡុងពេលប៉ុណ្នេះនៅចរន្តទីប៉ុណ្នេះវាស្មើ0ដោយសារតែគាត់អត់ប្រើប្រាស់គាត់ប្រើប្រាស់តែប៉ុណ្នេះហ្វាអីចឹងទៅយើងផ្ដល់ការ feedback ពីអតិថិជនវិញការងារប្រចាំថ្ងៃរបស់ខ្ញុំគឺនៅលើ DRS ខ្ញុំទាញ reportខ្ញុំតាមដានព័ត៌មានការប្រើប្រាស់របស់គាត់ដើម្បីខ្ញុំយកជាឯកសារហើយខ្ញុំមើលតាក់ទងជាមួយនឹងចរន្តការប្រើប្រាស់របស់គាត់ចំណុចសំខាន់សម្រាប់ខ្ញុំបំផុតត្មងណានៅលើ DRS គឺផ្ដល់អត្ថប្រយោជន៍មកខ្ញុំគឺខ្ញុំអាច control ការបាត់បង់របស់ខ្ញុំបានពីមុនខ្ញុំមួយខែបើខ្ញុំអាចដឹងនៃការបាត់បង់របស់ខ្ញុំបានប៉ុន្តែឥឡូវអត់ទេមួយថ្ងៃខ្ញុំអាចដឹងថាការបាត់បង់ខ្ញុំប៉ុណ្ណាអញ្ចឹងខ្ញុំអាចធ្វើការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបរិក្ខាររបស់ខ្ញុំបានភ្លាមចំណុចទីតាំងកន្លែងណាមួយដែលមានការសង្ស័យយើងអាចដោះស្រាយបញ្ហាទីតាំងកន្លែងចំណុចហ្នឹងភ្លាមបានអញ្ចឹងឲ្យធ្វើឲ្យការបាត់បង់របស់យើងវាអាចថមថយពីមុនមកអត់ទេតមួយខែបានយើងដឹងថាការបាត់បង់របស់យើងវាបែបម៉េចឥឡូវបែបគឺការបាត់បង់ប្រចាំថ្ងៃខ្ញុំគឺផ្ដល់ព័ត៌មានខ្ញុំភ្លាមមកគាត់មួយថ្ងៃខ្ញុំដឹងថាការបាត់បង់របស់ខ្ញុំប៉ុន្មានអញ្ចឹងខ្ញុំដឹងថាត្រូវខ្ញុំទៅខាត់បង់ចំណូលរបស់ខ្ញុំប៉ុន្មានអញ្ចឹងបើសិនជាឧទាហរណ៍ការបាត់បង់នៅក្នុងមួយថ្ងៃនឹងវាច្រើនយើងត្រូវពិនិត្យមើលតាក់ទងជាមួយនឹងព័ត៌មាននៅទីតាំងទាំងអស់ហ្នឹងដែលផ្ដល់ព័ត៌មានមកយើងហ្នឹងថាវានៅចំណុចណាមួយយើងត្រូវតែចាប់ផ្ដើមទៅដោះស្រាយនៅចំណុចហ្នឹងភ្លាមអ្វីដែលយើងចំណាយជាមួយនឹង VP Start ហើយជាមួយនឹងការបាត់បង់ឃើញថាការបាត់បង់យើងនឹងវាខ្ពស់ជាងប៉ុន្តែបន្ទាប់ពីខ្ញុំសហការជាមួយនឹងខាង VP Start អ្វីដែលយើងចំណាយទៅលើឧបករណ៍ទាំងអស់ហ្នឹងវាផ្ដល់អត្ថប្រយោជន៍មកយើងច្រើនហើយតាក់ទងជាមួយនឹងស្ថិរភាពនៃការផ្គត់ផ្គង់ភ្លើងជូនអតិថិជនរបស់យើងក៏មានស្ថិរភាពជាងមុនដែរប្រព័ន្ធរបស់ VP Start អត់សាំញ៉ាំច្រើនទេអត់បាច់ថាតើអ្នកជាជំនាញវិស្វករអគ្គិសនីឬក៏គាត់មានជំនាញអីមួយបានគាត់អាចកាន់ឬក៏អាចមើលតាក់ទងជាមួយនឹងប្រព័ន្ធនឹងបានបាទយើងអត់មានសាំញ៉ាំច្រើនធម្មតាយើងគ្រាន់តែស្វែងយល់ពីវាយើងកំណត់ចំណាំអីតិចតួចយើងដឹងគឺវាងាយស្រួលហ្មងគ្រាន់តែយើងមានតែ smartphone មួយយើងដឹងយើងអាចមើលបានយើងមានតែប្រព័ន្ធ DRS មួយនៅដែលតឡើងនៅលើ
computer របស់យើងគឺវាផ្ដល់ភាពងាយស្រួលដល់មនុស្សទូទៅហ្មងសម្រាប់អារម្មណ៍ខ្ញុំសប្បាយចិត្តខ្ញុំដោះស្រាយបញ្ហាការបាត់បង់ជូនក្រុមហ៊ុនខ្ញុំពីច្រើនធ្លាក់មកដល់តិចខ្ញុំសប្បាយចិត្តណាពេលដែលខ្ញុំមានខាងក្រុមហ៊ុនគាត់ចាប់ផ្ដើមឲ្យប្រើប្រាស់នៅឧបករណ៍របស់ខាង VP Star នឹងមានបញ្ហាខ្ញុំអាចដោះស្រាយបានទាន់ពេលវេលានិយាយរួមសប្បាយចិត្តហ្មងពួកវាផ្ដល់ថាប្រយោជន៍ច្រើនហួសពីរំការរំពឹងទុករបស់យើងណាពីមុនយើងគិតថាអូខេវាគ្រាន់ថាបំពាក់មកផ្ដល់ព័ត៌មានមកយើងអីចឹងដល់ពេលយើងព្យាយាមស្វែងយល់អំពីឧបករណ៍ទាំងអស់ហ្នឹងទៅយើងដឹងអូអត្ថប្រយោជន៍ច្រើនណាស់សម្រាប់ខាងខ្ញុំវិញនៅពេលអនាគតខ្ញុំចង់កែប្រែប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ខ្ញុំជាបែប digital ទាំងអស់មិនថាទាំងកុងទ័រប្រភេទ MV ឬក៏ LV ទេខ្ញុំចង់មានបំពាក់ឧបករណ៍នៅលើប្រព័ន្ធនីលការស្ទង់របស់ខ្ញុំទាំងអស់ដើម្បីយើងតាមដានតាក់ទងជាមួយនឹងបញ្ហាកំហូចដោះស្រាយទាន់ពេលវេលាពីរួមខ្ញុំចង់ឲ្យតាក់ទងជាមួយនឹងការផ្គត់ផ្គង់របស់ខ្ញុំបែប digital ទំនើបទាន់សម័យVP Start, innovation through technology.